បាទគឺថាពិតជាសមណាស់បើតាមការដែលទោះបីជាខ្ញុំឲ្យពិន្ទុក៏ខ្ញុំឲ្យទៅបេក្ខជន3 VR នេះដែរបាទពីព្រោះអានវិសានេះដែរបាទពីព្រោះឲ្យសម្លេងគាត់ពិតជាពិរោះមែនបាទហើយទាំងកាយវិការទាំងសម្លៀកបំពាក់ទាំងរូបរាងបាទស្រស់សង្ហាបាទដោយថាគួរឲ្យសមជាប់នៅចំណុចណាជាពិសេសមើលកវលគាត់មកខាងនេះបាទស្អាតណាស់បាទដូច្នេះសូមអញ្ជើញបាទដូច្នេះសូមអញ្ជើញលោកម៉ាទីណេម៉តនិងអ្នកស្រីវណ្ណាម៉តបាទឡើងមកផ្ដល់រង្វាន់ជូនទៅដល់បេក្ខជនអានវិសានេះជាកិត្តិយសបាទហើយក៏សូមអញ្ជើញលោកលឹមហ៊ុយគៀងមកជូនខ្សែដៃពីព្រោះគាត់មានកវលមកគូហើយនៅច្បាស់ខ្សែដៃទៀតបាទដូច្នេះបន្ថែមខ្សែដៃមកគូទៀតដើម្បីឲ្យវាគ្រប់កាផ្លេបាទបាទហើយក៏ឆ្លៀតនៅក្នុងឱកាសនេះដែរក្នុងនាមខ្ញុំបាទតំណាងឲ្យគណៈកម្មការបងប្អូនខ្មែរយើងទាំងអស់ដែលនៅទីក្រុង Newmarket នេះសូមសម្ដែងនៅសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកម៉ាត់ធីនីម៉តនិងអ្នកស្រីវណ្ណាម៉តដែលបានជួយជាវិភាគទាននៅក្នុងពេលរាត្រីនេះនៅទឹកប្រាក់ចំនួន$500បាទហើយក៏សូមអរគុណដល់លោកលឹមហ៊ុយគៀងនិងអ្នកស្រីនិងភរិយារបស់គាត់ដែលបានជូនខ្សែដៃនិងកង្វល់ខ្សែដៃមួយនិងកង្វល់មួយគូផងបាទដូច្នេះសូមអរគុណដល់អ្នកលោកលឹមហ៊ុយគៀងនិងភរិយាបាទសូមអរគុណបាទដូច្នេះឃើញថាពិធីប្រឡងចម្រៀងបាទដើម្បីរឹតអត្ថភាពនៅក្នុងពេលរាត្រីនេះពិតជាមានភាពអធិកអធមណាបាទហើយគណៈកម្មការយើងបាទសូមជម្រាបជូនដល់អស់លោកស្រីទាំងអស់ឲ្យបានជ្រាបថាឆ្នាំក្រោយគណៈកម្មការយើងនឹងមានរៀបចំពិធីប្រឡងចម្រៀងនេះសាជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ2009បាទប៉ុន្តែគណៈកម្មការយើងនឹងជូនថ្ងៃនឹងកំណត់ពេលវេលានៅពេលក្រោយបាទដូច្នេះសូមអរគុណច្រើនហើយដូច្នេះសូមសម្លេងផ្ទះដៃម្ដងទៀតដើម្បីអបអរសាទរដល់បេក្ខជនយើងទាំងអស់គ្នាបាទសូមអរគុណសូមអរគុណច្រើនដូច្នេះខ្ញុំសូមប្រគល់នាទីនេះជូនទៅដល់ពិធីករវិញម្ដងបាទដូច្នេះសូមអរគុណបាទសូមអរគុណដល់លោកយុគមសៀតជាអ្នកកັບការឲ្យសូមជួបនៅឆ្នាំក្រោយខែនេះទៀតបាទសូមអញ្ជើញយក calendar ណាអញ្ជើញយកប្រក់ក្តីទិនណាមានចាខែថ្ងៃនៅក្នុងនឹងស្រេចផងបាទសូមអរគុណលោកជាពិសេសខ្ញុំសូមអរគុណចំពោះបេក្ខជនបេក្ខនារីយើងដែលស្ម័គ្រចិត្តចូលមកច្រៀងហ្នឹងណាសូមអភ័យទោសជួយយើងគេត្រូវការតែ5នាក់ទេដូច្នេះយើងសប្បាយទាំងអស់គ្នាក៏បើតែមកច្រៀងដែលមិនជឿប៉ុន្តែប្រុងឲ្យទៅជឿទាំងអស់គ្នាមិនកើតបើមានតែ3នាក់ដែលគេត្រូវជ្រើសរើសសូមអរគុណជាពិសេសសូមបងប្អូនយើងជួយបង្កើតតុនឹងទៅចង្ហៀនដើម្បីនឹងរំកំសាន្តបន្តទៅទៀតព្រោះយើងនៅឡើង2ម៉ោងកន្លះទៀតដូច្នេះល្មមគេថាយើងរឹបកុំឲ្យចេញមកបាទសូមអរគុណបាទ នឹងប្រលឹងលះបងខ្សែកូននឹងតងចិញ្ចៀនដាំពេញបែបត្រូវបានដីស្រីទៅអាមេរិកឬ
រោគស៊ីល្បិចក្បាច់ផ្លូវងងឹតរកស៊ីធម្មតាសមាជីវោជីវិតថ្លៃថ្នូរគ្មានលោភបំណរកទៅកកស្របតាមគំនិតរកតាមសច្ចរិតអត់ដូចបងថាបងប៉ះរលៀនញាក់ខាតឡងចង់នៅជើវិលក្បងផ្ទះដាក់កងត្រាស្រស់តែទៅតែត្រូវបានដឹងសាជីដូនជីតាបងបការីបងមិនទៅទេខ្មាស់គេអ្នកមានធ្វើបុណ្យធ្វើទាននាំមានសៅមកដូចក្នុងណាប់រងនួនល្អងមួយឆ្នាំ